សាលារៀនសុវណ្ណភូមិទីតាំងទេផនមានអាសយដ្ឋានស្ថិតនៅអគារលេខ 6A ផ្លូវ 160 សង្កាត់ទឹកឡោ2 ខណ្ឌទួលគោក រាជធានីភ្នំពេញសាលារៀនសុវណ្ណភូមិទីតាំងទេផនត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2009 ក្រោមការដឹកនាំនិងការផ្ដល់អនុសាសន៍ដ៏ឈ្លាសវៃនិងថ្លៃថ្លាពីសំណាក់លោកអង្គញាជាធីឡៃដែលជាស្ថាបនិកនិងអគ្គនាយកនៃ NTC Group និងក្រោមការចង្អុលបង្ហាញនិងរៀបចំយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលពីសំណាក់លោកខឹមផុនប្រធាននាយកប្រតិបត្តិនៃ NTC Group សាលារៀនសុវណ្ណភូមិទីតាំងទេផនមានសមាជិកភាពដឹកនាំនិងគ្រប់គ្រងដូចខាងក្រោម 1. លោកជាសម្បត្តិជានាយកសាលាដឹកនាំគ្រប់គ្រងការងាររួមទី 2 កញ្ញាអុកសុវណ្ណរចនាជានាយិការងទទួលបន្ទុកកម្មវិធីសិក្សាភាសាអង់គ្លេសទូទៅពេញម៉ោងក្រៅម៉ោងនិងកម្មវិធីអន្តរភាសា IEP 3. លោកទូចពិសិដ្ឋជាអ្នកសម្របសម្រួលកម្មវិធីចំណេះទូទៅខ្មែរទទួលបន្ទុកផ្នែកមធ្យមសិក្សា 4. លោកវ៉ាន់ភិរមជាអ្នកសម្របសម្រួលកម្មវិធីចំណេះទូទៅខ្មែរទទួលបន្ទុកផ្នែកមត្តេយ្យនិងបឋមសិក្សា 5. កញ្ញាធីសុកអេងជាអ្នកសម្របសម្រួលកម្មវិធីមត្តេយ្យភាសាអង់គ្លេសទី 6 លោកណុលសគុណជាអ្នកសម្របសម្រួលទទួលបន្ទុកការងារប្រតិបត្តិការសាលារៀនសុវណ្ណភូមិទីតាំងទេផនមានសមាជិកភាពគ្រប់គ្រងនិងបុគ្គលិកដែលពោរពេញទៅដោយសមត្ថភាពនិងគុណវុឌ្ឍិនិងបទពិសោធន៍ខ្ពស់សរុបចំនួន130នាក់ដែលក្នុងនោះថ្នាក់ដឹកនាំមានចំនួន6រូបបុគ្គលិកផ្នែកគ្រូបង្រៀនមានចំនួន106រូបនិងបុគ្គលិកផ្នែកគាំទ្រប្រតិបត្តិការមានចំនួន18រូបក្រោមការដឹកនាំនិងចង្អុលបង្ហាញដ៏ឈ្លាសវៃនិងថ្លៃថ្លាប្រកបដោយគតិបណ្ឌិតពីសំណាក់លោកអុកញ៉ាជាធីឡៃអគ្គនាយកនិងជាស្ថាបនិកនៃ NTC Group រួមជាមួយនឹងការកំណត់ផែនការយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពពីសំណាក់លោកប្រធាននាយកប្រតិបត្តិនៃ NTC Group នាឆ្នាំសិក្សា 2023-24 នេះសាលារៀនសុវណ្ណភូមិទីតាំងទេផនបានសម្រេចនូវសមិទ្ធផលការងារនិងស្នាដៃជាច្រើនគួរជាទីមោទនភាពក្រៃលែងជាក់ស្ដែងនៅក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះពលគឺនៅឆ្នាំ 2023 និងឆ្នាំ 2024 សាលារៀនសុវណ្ណភូមិទីតាំងទេផនទទួលបានសិស្សជាប់និទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរហូតដល់ទៅ20រូបគឺនៅក្នុងឆ្នាំ 2023 មានចំនួនរហូតដល់ទៅ13រូបនិងនៅឆ្នាំ 2024 មានចំនួន7រូបនិងលទ្ធផលជាប់ជាសរុប 94% ក្នុងនោះដែរក៏មានសិស្សជាប់អាហារូបករណ៍នៅបណ្ដាសាកលវិទ្យាល័យដែលជាដៃគូសហប្រតិបត្តិការធំៗទាំងនៅក្នុងប្រទេសដូចជាវិទ្យាស្ថានពាណិជ្ជសាស្ត្រ ACLIDA សាកលវិទ្យាល័យ Paragon អន្តរជាតិសាកលវិទ្យាល័យ Limcock Wing សាកលវិទ្យាល័យ Caltech សាកលវិទ្យាល័យភ្នំពេញអាមេរិកអន្តរជាតិនៅក្រៅប្រទេសមួយចំនួនទៀតដូចជានៅប្រជាណាចក្រថៃប្រទេសចិនប្រទេសជប៉ុនប្រទេសអូស្ត្រាលីប្រទេសញូហ្សេឡង់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសជាដើមហើយសិស្សានុសិស្សមួយចំនួនក៏បានជាប់ជ័យលាភីក្នុងការប្រឡងសិស្សពូកែប្រចាំឆ្នាំក្នុងក្របខ័ណ្ឌ NTC និងរាជធានីនិងថ្នាក់ជាតិផងដែរក្រៅពីកម្មវិធីចំណេះទូទៅខ្មែរសិស្សានុសិស្សផ្នែកភាសាអង់គ្លេសទូទៅ GEP ក៏ទទួលបានសមិទ្ធផលដែលលេចធ្លោជាច្រើនទៀតផងដែរជាក់ស្ដែងយើងទទួលបានសិស្សចំនួន19នាក់ដែលជាប់និទេស A ក្នុងការប្រឡង Cambridge Exam ដែលមានការទទួលស្គាល់ជាអន្តរជាតិដោយឡែកសិស្សមត្តេយ្យភាសាអង់គ្លេសយើងក៏ទទួលបានជ័យលាភីលេខ 2 ក្នុងការប្រកួតប្រជែងកម្មវិធីនិទានរឿងជាភាសាអង់គ្លេសប្រចាំ NTC Group ផងដែរចំណែកសិស្សានុសិស្សអន្តរភាសា IEP ក៏ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ 2 និងលេខ 3 ក្នុងការប្រកួតប្រជែងបំណិននិយាយជាសាធារណៈប្រចាំ NTC Group និងចំណាត់ថ្នាក់ Top 10 ក្នុងការប្រកួតប្រជែងICIA STEM ផងដែរជាការពិតណាស់សមិទ្ធផលទាំងនេះគឺកើតចេញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញការងារដោយមិនខ្លាចនឿយហត់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់លោកគ្រូអ្នកគ្រូព្រមទាំងបុគ្គលិកគ្រប់ផ្នែកដោយមានការផ្ដល់អនុសាសន៍និងការដឹកនាំដ៏ឈ្លាសវៃពីសំណាក់លោកអញ្ញាអគ្គនាយកនិងការចង្អុលបង្ហាញពីលោកប្រធាននាយកប្រតិបត្តិនៃ NTC Group សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែ
សាលារៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា